នេះគឺជារូបរាងពិតប្រាកដនៃឧទាហរណ៍យន្តហោះជោគជ័យដំបូងដែលនៅតែហោះប៉ុន្តែនេះមិនមែនជាការច្នៃប្រឌិតចម្លែកបំផុតនោះទេឧទាហរណ៍បុរសម្នាក់នេះនៅសហរដ្ឋអាមេរិកបានបង្កើតរថយន្តកង់3មិនធម្មតាមួយកៅអីអ្នកបើកបរស្ថិតនៅលើកង់មុខហើយគាត់អាចបង្កើតល្បឿនរហូតដល់60គីឡូម៉ាយក្នុង1ម៉ោងសត្វចម្លែកនេះមានសមត្ថភាពបើកបរគ្រប់ទីកន្លែងចាប់ពីលើដើមឈើក្រាស់ៗរហូតដល់ទឹកកកព្រិលជ្រៅបន្ទាប់មកយើងឆ្ពោះទៅកាន់រដ្ឋតិចសាសម្ដងជាកន្លែងដែលសិប្បករបានបង្កើតត្រាក់ទ័រយក្សបែបនេះដែលមានកៅអីកាប៊ីន2ប៉ុន្តែប្រសិនបើអ្នកគិតមើលថាសិប្បករបែបនេះមាននៅតែនៅក្នុងសម័យកាលរបស់យើងទេតើនេះមិនមែនជាករណីនោះទេទេហោនេះជារូបរាងត្រាក់ទ័រដំបូងបង្អស់នៅលើពិភពលោកដែលបានផ្លាស់ទីក្នុងល្បឿន5ម៉ាយក្នុង1ម៉ោងហើយនេះគឺជារថយន្តដើរដោយថាមពលនុយក្លេអ៊ែរដំបូងគេបង្អស់របស់ពិភពលោកហៅថា Vola Atom ដែលត្រូវបានគេផលិតនៅក្នុងឆ្នាំ1964ដោយវិធីនេះគាត់ធ្វើអគ្គិសនីបច្ចុប្បន្នក៏នៅឆ្ងាយពីមីដែរនៅក្នុងសារវីដេអូទាំងអស់នេះក្នុងឆ្នាំ1915យើងអាចមើលឃើញគាត់ធ្វើទាំងនេះដែលមនុស្សកំពុងប្រើធ្វើដំណើរយ៉ាងសកម្មប្រសិនបើបច្ចេកទេសនេះត្រូវបានប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃពីមុនតើវាទៅណាអស់ហើយអីលោក